ចាបងប្អូនមកវីដេអូនេះគឺថាជាតិមែនតែនតែម្ដងចានេះយើងកាត់ដីរៀងសើមកថាទុកឲ្យរៀងស្ងួតពី3ថ្ងៃទៀតគឺកាន់តែជាតិជាងនឹងទៀតចាត្រាក់ទ័រនេះគឺបានថតបង្ហាញជូនបងប្អូនថ្ងៃមុនចាឥឡូវយើងដឹកទៅដល់ចំការភ្ញៀវនៅខាងអូសោមខេត្តពោធិ៍សាត់ចាថ្ងៃមុនប្រាប់ច្រឡំថានៅកោះកុងចាហើយពេលទៅដល់ហ្នឹងគឺយើងតេស្តនៅគ្រប់ស្ថានភាពដីមិនថាដីស្មៅឬក៏ដីឡើងចំណោទអញ្ចឹងគឺនៅតែកាត់បានចាអត់មានបញ្ហាទេព្រោះរិះសាត្រាក់ទ័ររបស់យើងមានប៉ុង2ស្រាប់ហើយចាហើយតើតើនឹងឧបករណ៍កាត់ស្មៅធ្វើជីនេះវិញដោយបងបានឃើញអញ្ចឹងគឺថាអេមខ្លាំងចាកាត់ចេញមកគឺថាចិញ្ច្រាំម៉ត់ទៅជាជីកប៉ុសជីធម្មជាតិតែម្ដងកាលពីប្រហែលឆ្នាំមុនគឺម្ចាស់គាត់គឺប្រើថ្នាំសម្រាប់ស្មៅតែចាប់ពីពេលនេះតទៅគឺឈប់ហើយចាគឺប្រើជាឧបករណ៍កាត់ស្មៅធ្វើជីកប៉ុសដែលយើងសម្អាតស្មៅតាមបែបលក្ខណៈទំនើបចាគឺកាត់លឿនស្អាតហើយមិនធ្វើឲ្យប៉ះពាល់ដល់គុណភាពដីទេចាមានតែជួយជំនួយទៅដល់តំណាងបងអតិថិជនចាព្រួយមួយបានសัตว์2 3តែម្ដងមិនបានសัตว์2ទេចាអញ្ចឹងបងដែលមានតម្រូវការចាមិនថាបងមានតម្រូវការត្រាក់ទ័រជាមួយនឹងឧបករណ៍កាត់ស្មៅធ្វើជីកប៉ុសឬក៏បងមានជាត្រាក់ទ័រហើយចាបងអាចធ្វើការកម្មង់ឧបករណ៍កាត់ស្មៅធ្វើជីពីតុងមេលីយកទៅប្រើប្រាស់យកទៅភ្ជាប់បានចាទៅតាមកម្លាំងត្រាក់ទ័រដែលបងមានស្រាប់រាល់ការកម្មង់ពីតុងមេលីគឺយើងមាន free កាឡេមួយដើមជូនក៏ដូចជា free សេវាដឹកជូន25ខេត្តក្រុងអរគុណសម្រាប់ការផ្ដល់ទំនុកចិត្តនិងការគាំទ្រមកកាន់តុងមេលី